សម្លម្ជូរគ្រឿងត្រីពោថ្ងៃនេះអញ្ចឹងយើងមកចាប់ផ្ដើមបុកគ្រឿងដើម្បីត្រៀមស្លហើយស្លឹកអំពិលហ្នឹងបេះកៀនខ្ទះហើយកាត់កង់ត្រីលាងទឹកឲ្យស្អាតដាក់ប្រេងដាក់ខ្ទឹមដាក់គ្រឿងចូលមកបន្ទាប់មកយើងដាក់ប្រហុកសាច់យើងម្ទេសហើយយើងថែមជាមួយនឹងប៊ីចេងបន្តិចមកកូរឲ្យសព្វដាក់ត្រីចូលតែកុំកូរខ្លាំងពេកប្រយ័ត្នបែកត្រីអស់ណាបងអូនហើយពេលហ្នឹងខ្ញុំដាក់ថែមទឹកបន្តិចកុំឲ្យយើងកូរត្រីយើងសុខចិត្តដាក់ទឹកឲ្យវាពុះឲ្យចេញទឹកព្រៃចេញអីនៅហ្នឹងទៅហើយបន្ទាប់មកយើងថែមគ្រឿងតាមចំណង់ចំណូលចិត្តហើយដាក់ទឹកដែលបានដាំពុះរួចរាល់ហ្នឹងយើងប្រញាប់ហូបដែរអញ្ចឹងយើងមានតែធ្វើវិធីហ្នឹងដើម្បីឲ្យបានលឿនរួចហើយគ្របទុកមួយសន្ទុះភ្លក់មើលថែមថយគ្រឿងតាមចំណង់ចំណូលចិត្តហើយរួចចាប់ផ្ដើមទៅរៀបចំជីម្រះព្រៅដើម្បីទុកបង់នៅពេលរៀបលើកអញ្ចឹងណាហើយនេះស្លឹកអំពិលខ្ចីបេះនៅកៀនផ្ទះនិយាយទៅផ្លែសុទ្ធធម្មជាតិភ្លក់មើលទៅឃើញថាស្ទើរគ្រឿងអញ្ចឹងក៏ថែមទៅហើយស្លឹកគ្រៃនេះសល់ពីគល់ដែលបានហាន់បុកអញ្ចឹងយើងបន្ថែមយកក្លិនឈ្ងុយស្ដាយវាអញ្ចឹងណាយូរៗបានទៅស្រុកម្ដងបើនៅភ្នំពេញអត់សូវបានស្លឹកទេស្លឹកក៏អត់សូវល្អទៀតអញ្ចឹងទៅដល់ស្រុកយើងហើយចាំម្កាលគឺធម្មជាតិសុទ្ធសាធអ្វីក៏ធម្មជាតិដែរអញ្ចឹងយើងហូបដោយទំនុកចិត្តអញ្ចឹងណាបងអូនហើយក៏ស្រែកប្រាប់ទៅក្មួយថាឲ្យបេះម្ទេសទៅបេះម្ទេសក្រោយផ្ទះបើអ៊ុំហើយកូនមករកហើយហេវបាយគេមកឃើញទូរស័ព្ទក៏គេមកហៅឲ្យគេនិយាយ Hello Hello អញ្ចឹងណាបងអូននេះខ្ញុំហេវបាយហើយអបសុកពេកហើយហេវផងអញ្ចឹងមករកម៉ែហើយពេលហ្នឹងក៏ម៉ោងរៀងជ្រេដែរហើយអញ្ចឹងកូនក៏ហេវដែរហើយនេះយើងមកស្រង់លក្ខីចេញថែមម្ទេសអាចសัตว์ចូលណាហើយបង់ជីម្រះព្រៅអីតាមដែលយើងចង់ដាក់ឲ្យយូរឬក៏ដាក់ភ្លាមលើកភ្លាមក៏បានដែរបងអូនតែខ្ញុំដាក់ចូលមួយសន្ទុះហើយគ្របទុកហើយបន្ទាប់មកបិទភ្លើងជាការស្រេចតែម្ដងហើយសម្លបើនិយាយទៅថាខ្ញុំចូលចិត្តនៅមានពណ៌ធម្មជាតិអញ្ចឹងណា